ជំនួសួរបងប្អូនយ៉ាឡើយថ្ងៃនេះគឺមកមើលជាងផ្ទាល់តែម្ដងចាហើយគាត់នេះគឺគាត់កំពុងតែដោះធ្វើម៉ាស៊ីនកាត់តម្រឹមផ្កាចានេះកាត់តម្រឹមផ្កានេះផលិតផលផលជប៉ុនណាម៉ាកាវ៉ាសាគីលេខ23នេះហើយឥឡូវនេះភ្ញៀវគាត់ថាមានបញ្ហាបដាឥឡូវកំពុងតែដោះមើលហើយយើងប្រឌិតមើលថាវាត្រូវជាមួយនឹងគ្រឿងចិនអត់អានេះគ្រឿងចិនហើយអានេះជប៉ុនឥឡូវនេះខូចក៏បាក់គ្រឿងកន្លះប៉ុន្តែមុននឹងខូចគឺយូរចាដល់ពេលយូរពេលខូចក៏បាក់គ្រឿងតែឥឡូវកំពុងយកគ្រឿងចិនយកមកដោះដូរចានេះតើវាអាចដាក់ត្រូវគ្នាជាមួយនឹងគ្រឿងជប៉ុនអត់ហើយជាងគាត់កំពុងតែដោះមួយឆ្នាំពីរឆ្នាំទើបដោះម៉ាស៊ីនប្រភេទហ្នឹងម្ដងចាឥឡូវថាសឹងថាដោះលើកទី1បងប្អូនចាអញ្ចឹងវារៀងពិបាកបន្តិចអញ្ចឹងបងប្អូនត្រូវការយកម៉ាស៊ីនយកមកជួសជុលឯងកន្លែងខ្ញុំអាចជួសជុលបានចានេះជាងគាត់ចាំទទួលស្វាគមន៍ក៏ប៉ុន្តែចង់លក់ច្រើនជាងបងប្អូនចាជួសជុលអត់ស្អីចង់ហ្មងនេះតែបើបងប្អូនត្រូវការយកមកជួសជុលអាចយកមកជួសជុលបានចាគុណច្រើនជំរាបលាមានចម្ងល់អីអាចសួរនៅក្នុងខមមិនបានណាអរគុណជំរាបលា